មនុស្សជាច្រើនអ្នកបានសួរថាហេតុអ្វីបានជាមហាយៈវេណេស៊ុយឡាដែលមានកងទ័ពរាប់រយសែនអ្នកបែរជាបណ្ដោយឲ្យសហរដ្ឋអាមេរិកចាប់មេដឹកនាំរបស់ខ្លួនបានលឿនបែបនេះសហរដ្ឋអាមេរិកមិនបានវាយយកទឹកដីទេតែពួកគេវាយយកខួរក្បាលនៃរបបដឹកនាំនេះគឺជាមេរៀនមួយសម្រាប់មេដឹកនាំពិភពលោកផ្សេងទៀតថាក្នុងសម័យកាលបច្ចេកវិទ្យា2026ចេញជាងដៃក្រាស់ប៉ុណ្ណាក៏ការពារអ្នកមិនបានដែរបើសិនជាអាមេរិកចង់ចាប់ខ្លួនអ្នកនោះគ្រប់យ៉ាងនឹងលាតត្រដាងនៅពេលនេះជាមួយ True Insider សារព័ត៌មានអន្តរជាតិធំៗនៅថ្ងៃទី3មករា2026ជាច្រើនបានចុះផ្សាយយ៉ាងប្រងព្រាតទៅនឹងការដែលសហរដ្ឋអាមេរិកបានប្រកាសថាបានចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូបានសម្រេចដែលចំណាយពេលមិនដល់24ម៉ោងផងកាសែត The Wall Street Journal បានចុះផ្សាយនៅថ្ងៃទី3មករា2026បានលម្អិតថាប្រធានាធិបតី Donald Trump បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ទី3មករានេះថាសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយឡាលោកនីកូឡាស់ម៉ាដូរ៉ូនិងភរិយារបស់លោកដោយជោគជ័យបន្ទាប់ពីការវាយប្រហារតាមដែនអាកាសរបស់យោធាទៅលើទីក្រុងការ៉ាកាសទោះបីជាការអះអាងនេះមិនអាចទៀងទាត់ដោយឯករាជ្យបានគិតត្រឹមព្រឹកថ្ងៃសៅរ៍ក៏ដោយលោកត្រាំបានសរសេរនៅលើគណនី Truth Social ថាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងទៅនឹងប្រទេសវេណេស៊ុយឡានិងមេដឹកនាំប្រធានាធិបតីនីកូឡាស់ម៉ាដូរ៉ូដែលត្រូវបានចាប់ខ្លួននិងហោះហើរចេញពីប្រទេសរួមជាមួយភរិយារបស់លោកមកដល់ចំណុចនេះមានសំណួរកើតឡើងហេតុអ្វីបានជាសហរដ្ឋអាមេរិកអាចចាប់ខ្លួនលោកម៉ាដូរ៉ូបានលឿនយ៉ាងនេះផ្អែកតាមការដកស្រង់ចេញពីគេហទំព័រ CNBC ដែលបានចុះផ្សាយនៅថ្ងៃទី3មករា2026បានបង្ហាញថាសហរដ្ឋអាមេរិកអាចចាប់ខ្លួនលោកម៉ាដូរ៉ូក្នុងរយៈពេលតិចជា24ម៉ោងពីព្រោះប្រតិបត្តិការនេះស្ថិតនៅលើការរៀបចំផ្នែកច្បាប់និងការងារស៊ើបការដ៏សម្ងាត់អស់រយៈពេលជាច្រើនឆ្នាំហើយត្រូវបានអនុវត្តដោយកងកម្លាំងពិសេសក្នុងបេសកកម្មវាយប្រហារនិងស្រង់យកទិន្នន័យដែលបានគ្រោងទុកជាមុនយ៉ាងតឹងរ៉ឹងបំផុតនេះគឺជាហេតុផលគន្លឹះ3ចំណុចដែលធ្វើឲ្យប្រតិបត្តិការនេះលឿនដូចផ្លេចបន្ទូលដោយទី1ប្រតិបត្តិការនេះមិនមែនប្រើកងទ័ពថ្មើរជើងធម្មតានោះទេប៉ុន្តែគឺជាការប្រើប្រាស់ក្រុម Navy SEAL ដែលមានជំនាញខ្ពស់ក្នុងការចាប់គោលដៅមានតម្លៃខ្ពស់ពួកគេចូលទៅដល់ទីតាំងលាក់ខ្លួនតាមរយៈអូថូម៉ាទិកកញ្ចក់សម្ងាត់នៅពេលយប់ងងឹតដែលធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់វេណេស៊ុយឡាមិនអាចដឹងខ្លួនទាន់ចំណែកឯទី2វិញការផ្ដាច់ប្រព័ន្ធទំនាក់ទំនងមុនពេលមានការវាយប្រហារចាប់ដើមសហរដ្ឋអាមេរិកបានប្រើប្រាស់សង្គ្រាមអេឡិចត្រូនិកដើម្បីផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទូរស័ព្ទនិងរលកវិទ្យុតាក់ទងរបស់កងទ័ពវេណេស៊ុយឡានៅពេលដែលមេបញ្ជាការមិនអាចបញ្ជាកូនចៅបានភាពចលាចលក៏កើតឡើងដែលធ្វើឲ្យការចូលទៅចាប់ខ្លួនលោកម៉ាដូរ៉ូគ្មានការតដៃយ៉ាងខ្លាំងក្លានោះទេចំណែកឯចំណុចទី3ចុងក្រោយនោះវិញគឺការទិញទឹកចិត្តឬការចោះចូលពីផ្ទៃក្នុងនៃយុទ្ធសាស្ត្រការចាប់ខ្លួនប្រមុខរដ្ឋម្នាក់បានលឿនបែបនេះជារឿយៗមានការសហការពីអ្នកខាងក្នុងគឺជាអ្វីដែលអាចទៅរួចដែលមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនរបស់វេណេស៊ុយឡាបានយល់ព្រមផ្ដល់ព័ត៌មានអំពីទីតាំងពិតប្រាកដរបស់លោកម៉ាដូរ៉ូជាថ្នូរទៅនឹងការលើកលែងទោសឬលួចកាក់ពីសហរដ្ឋអាមេរិកបើគ្មានអ្នកក្នុងចង្អុលបង្ហាញផ្លូវទេការចូលទៅចាប់ក្នុងវិមានប្រធានាធិបតីគឺ